សួស្តីបងប្អូនទាំងគ្នាខ្ញុំនៅក្នុងវីដេអូនេះខ្ញុំសូមចែករំលែកមួយអំពីវិធីដែលយើង save ទៅយើងអាច review file របស់យើងជា PDF ណាបាទអញ្ចឹងអានេះជា file PDF មួយអញ្ចឹងទូទៅពេលដែលបងប្អូនទាំងអស់គ្នា save ហើយយើងតែងតែចង់បើក PDF មើលប៉ុន្តែបងប្អូនខ្លះពេលដែលយើង save ទៅអត់ដឹងថា PDF ហ្នឹង load ទៅកន្លែងណាទេអញ្ចឹងវាអត់ load ឲ្យយើង review មើលថា file ហ្នឹងវាយ៉ាងម៉េចណាបាទអញ្ចឹងនេះជា file មួយដែលយើងអាចដួលពណ៌ឬអីតាមហ្នឹងណាអញ្ចឹងរចនាប័ទ្មអីខ្ញុំអត់ទាន់គិតគូរទេនេះគ្រាន់តែបង្ហាញពីរបៀបដែលយើង save ទៅ file PDF វា load មកលើអេក្រង់ឲ្យយើងមើលតែម្ដងបាទអញ្ចឹងជំហានទី1យើងចូលទៅកាន់ file ហើយចូលទៅកាន់ save តែបន្តមកទៀតយើងចង់ save file ហ្នឹងដាក់នៅកន្លែងណាខ្ញុំដាក់កន្លែង slide ទី12អញ្ចឹងបន្តមកទៀតខ្ញុំយក PDF បាទអញ្ចឹងនៅកន្លែងនេះបងប្អូនទាំងអស់គ្នាមើលកន្លែងខាងក្រោមនេះវាមានបាទ option បាទ option នៅកន្លែងនេះអញ្ចឹង option កន្លែងនេះមានច្រើនអញ្ចឹង option កន្លែងនេះបើសិនជាបងប្អូនទាំងអស់គ្នាដោះ tick បែបនេះអញ្ចឹងពេលដែលយើង save ទៅណាអញ្ចឹងវាអត់ load មកឲ្យយើងទេមានន័យថាវា load តែWord មកវិញអញ្ចឹងយើងចង់ review ថា PDF វា load អត់ពេលដែលយើង save ទៅវាយ៉ាងម៉េចបាទអញ្ចឹងយើងពិបាកចូលទៅយកនៅក្នុង file ហ្នឹងណាយើងពិបាកចូលទៅយកក្នុង file ហ្នឹងអញ្ចឹងដើម្បីកុំឲ្យយើងពិបាកចូលទៅយកក្នុង file អញ្ចឹងបងប្អូនទាំងអស់គ្នាអាចកំណត់ណាបាទអញ្ចឹងចូលទៅកាន់ file save as បន្តមកទៀតយក file ដែលយើងត្រូវ save ឯកសារទុកទៅបន្តមកទៀតកន្លែង option នេះបងប្អូនទាំងអស់គ្នា tick មក option បាទកន្លែង option នេះមាន open file after public អញ្ចឹងមានន័យថាពេលដែលយើង tick កន្លែងនេះពេលដែលយើង save ទៅបាទពេលដែលយើង save ទៅយើង PDF ហ្នឹងវានឹង load មកឲ្យយើងបង្ហាញនៅក្នុងនៅលើអេក្រង់តែម្ដងដើម្បីយើង review ណាបាទនេះអញ្ចឹងវា load មកបែបនេះមកអញ្ចឹងយើងមិនចាំបាច់បាក់ចូលទៅក្នុង file ទៅអីទេមិនតែចំណាយពេលយូរណាបាទអញ្ចឹងអានេះយើងបើកយើងមើលទៅតាមទៅនេះជាវិធីសាស្ត្រងាយៗដែលយើងអាចប្រើប្រាស់បាននៅក្នុងការងារនៅក្នុងការសិក្សារបស់យើងការងាររបស់យើងកាន់តែលឿនបាទអូខេអញ្ចឹងរបៀបធ្វើគឺយើងមានតែប៉ុណ្្នឹងទេបាទអរគុណ